ក្រសួងព័ត៌មាននៅថ្ងៃទី9ខែកក្កដាឆ្នាំ2026បានសម្របសម្រួលក្រុមអ្នកសារព័ត៌មានជាតិជាច្រើនអង្គភាពចុះទៅផ្តិតយករូបភាពទីតាំងរំលោភបំពានដាក់បន្លាលួសទូកុងតឺន័រពីសំណាក់កងកម្លាំងថៃលើទឹកដីកម្ពុជានៅឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់កម្ពុជាប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពកែប្រែស្ថានភាពដើមលើដីជាក់ស្ដែងរបស់កងកម្លាំងថៃបើទោះបីមានបទឈប់បាញ់រវាងយោធាកម្ពុជានិងថៃកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ដោយក៏យោធាថៃបានបន្តសកម្មភាពបំពានទឹកដីកម្ពុជាយ៉ាងធ្ងន់ធ្ងរដោយជាក់ស្ដែងកាលពីថ្ងៃទី7ខែកុម្ភៈឆ្នាំ2026កងកម្លាំងថៃបានដាក់ទូកុងតឺន័ររាយបន្លាលួសនិងលើកទង់ជាតិរបស់ខ្លួននៅតំបន់ថ្មដាក្នុងភូមិសង្គមថ្មីឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ប្រជាពលរដ្ឋមួយចំនួននៅតែមិនអាចវិលត្រឡប់ទៅកាន់ភូមិឋានរបស់គាត់ដោយសារទង្វើនេះខ្ញុំឈ្មោះយងរ៉ែមខ្ញុំរស់នៅភូមិសង្គមថ្មីឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ទឹកដីតំបន់ដែលថៃឈានពានរាល់ថ្ងៃនេះគឺជាដីបោះប្រជាពលរដ្ឋទាំងអស់រស់នៅខាងក្រោយហ្នឹងគឺកៅស៊ូដំណាំប្រជាពលរដ្ឋទាំងអស់ដែលពីដើមឡើយពួកគាត់រស់នៅខាងនោះគឺមានផ្ទះដំណាំប្រជាពលរដ្ឋរស់នៅអាស្រ័យផលក៏មានកៅស៊ូដំណាំធរ៉េនរាល់ថ្ងៃគឺគាត់អាស្រ័យផលរយៈពេលដែលថៃឈ្លានពានមកនេះគឺប្រជាពលរដ្ឋគាត់ចូលផ្ទះវិញអត់បានគាត់រស់នៅលើភូមិជំរំភាសកក៏មានជួនកាលគាត់សុំស្នាក់អាស្រ័យផ្ទះប្រជាពលរដ្ឋយើងនៅខាងក្រៅទៀតក៏មានខ្ញុំឈឺចាប់ខ្ញុំរត់ចោលផ្ទះស្បែងបើនិយាយទៅនិយាយចាញ់បងបាក់កន្លែងហ្នឹងខ្ញុំចង់ឲ្យថៃសៀមហ្នឹងណាទឹកដីរបស់សៀមទៅនៅទឹកដីរបស់សៀមទៅកុំមកឈ្លានពានយកទឹកដីនេះពុតយកផ្ទះបមីខ្ញុំនេះមួយខ្ញុំនេះដែលឲ្យសៀមហ្នឹងណាវាដកបន្លាលួសហើយនឹងដកកុងតឺន័រទៅវិញទៅនឹងដើរផ្លូវច្បាប់ជាមួយនឹងរាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជានេះព្រោះអីខ្ញុំរស់នៅនឹងកុងតឺន័រខ្ញុំឈឺចាប់ណាស់ដីថៃនៅទឹកដីរបស់ថៃទៅដីខ្មែរនៅទឹកដីរបស់ខ្មែរអត់មានឈ្លានពានថៃទេសុំតែរក្សាសុខក្នុងទឹកដីរបស់ខ្មែររបស់ប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាលនឹងឯងចង់ទៅវិញតែមិនហ៊ាននៅផ្ទះវាដាច់ពីគេហើយវាជ្រៅទៅវាជាប់អត្តហ៊ានថៃហ្នឹងចង់ណាទៅលួចណាយកធំផ្ទះណាសុខអស់ហើយទូធ្លាក់ហើយអត់មានអីនៅសល់ទេឈឺចាប់ណាស់រាល់ថ្ងៃឈឺចាប់រឿងដីធ្លីឈឺចាប់យកមែនតែនមកឈឺចាប់ចូលផ្ទះសបែងមិនបានកូនចៅរៀនមិនត្រឹមមិនត្រូវចង់ឲ្យបាននៅផ្ទះសបែងយើងនឹងចង់អាថៃវាដកឈ្លានពានទៅវិញទៅអស់ទៅកុំឲ្យនៅលើដីខ្មែរទៀតឈឺចាប់ខ្លាំងណាស់វាអំពានដីខ្មែរកម្ពុជាបញ្ជាក់ម្ដងហើយម្ដងទៀតគឺប្រឆាំងដាច់អហង្ការចំពោះសកម្មភាពកែប្រែស្ថានភាពដើមលើដីជាក់ស្ដែងរបស់កងកម្លាំងថៃលើដែនអធិបតេយ្យភាពកម្ពុជាហើយកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែបន្ទាត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងណាមួយនោះទេ